បាទជម្រាបសួរអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែនៅវិទ្យាល័យកំពង់ក្ដីដែលមានការប្រកួតបាល់រវាងវិទ្យាល័យកំពង់ក្ដីហើយនិងវិទ្យាល័យសាមគ្គីអញ្ចឹងចង់ដឹងថាទស្សនវិជ្ជាប្រកួតបាល់ក៏ដូចជាការប្រកួតបាល់ហ្នឹងមានទស្សនវិជ្ជាយ៉ាងណានិយាយទៅខ្ញុំក៏ធ្លាប់ជាចរិតសាលានៅវិទ្យាល័យកំពង់ក្ដីម្នាក់ដែរអញ្ចឹងខ្ញុំមកមើលបងប្អូនទាត់បាល់ក៏ដូចជាមករំលឹកអនុស្សាវរីយ៍ខ្លួនឯងអញ្ចឹងតោះថ្ងៃនេះខ្ញុំបានមកទស្សនាការប្រកួតបាល់ទាត់នៅវិទ្យាល័យកំពង់ក្ដីដែលការប្រកួតនេះគឺជាការប្រកួតបាល់ទាត់ថ្នាក់ស្រុកដើម្បីជំរុះយកលេខ1នៅក្នុងការឡើងទៅលេងនៅខេត្តសៀមរាបហើយការប្រកួតបាល់ទាត់នេះគឺប្រកួតរវាងវិទ្យាល័យកំពង់ក្ដីជាមួយនឹងវិទ្យាល័យសាមគ្គីឃើញថាមានការចូលរួមពី fan ក៏ដូចជាសិស្សសាលានៅវិទ្យាល័យកំពង់ក្ដីហើយនិងសាមគ្គីច្រើនខ្លាំងមែនតើគឺថាហូផងអីផងហើយអ្នកខ្លះឈរហាក្តៅក៏អត់ក្តៅទេដោយសារតែអង្គុយមើលក៏ដូចជាឈរមើល idol ខ្លួនឯងកំពុងតែលេងបាល់នៅពេលដែលឃើញទស្សនវិជ្ជាបែបហ្នឹងហើយធ្វើខ្ញុំនឹកដល់អនុស្សាវរីយ៍កាលពីខ្ទង់5ទៅ6ឆ្នាំមុនដែលធ្លាប់ជាជំរឿសាលាលេងបាល់ទាត់ក៏មាន fan ឬក៏មានអ្នកទស្សនាអីចឹងដែរគឺអារម្មណ៍ពេលហ្នឹងគឺរំភើបញាប់ញ័រអភ័យចឹងណាហើយនៅពេលដែលបានមកមើលទស្សនវិជ្ជាបាល់ទាត់នេះម្ដងទៀតធ្វើឲ្យរំលឹកទៅដល់អនុស្សាវរីយ៍ចាស់ៗអីចឹងទៅហើយសម្រាប់ការប្រកួតបាល់ទាត់នេះសម្រាប់លទ្ធផលទៅជាយ៉ាងណាក៏យើងអត់ទាន់បានដឹងទេប៉ុន្តែការប្រកួតបាល់ទាត់តែងតែមានចាញ់មានឈ្នះជារឿងធម្មតាអញ្ចឹងសូមមេត្តាអ្នកខមមិនដោយមានការទទួលខុសត្រូវហើយឥឡូវនេះគឺចប់តង់ទី1ហើយខាងកំពង់ក្ដីបាន2គ្រាប់ហើយខាងសាមគ្គី0ឥឡូវនេះចូលតង់ទី2បន្តទៀតហើយមានការបង្ហោះដ្រូនពីសិស្សសាលានៅវិទ្យាល័យកំពង់ក្ដីហើយខ្ញុំនេះមកលេងផងក៏មកសួរនាំអីផ្សេងនិយាយទៅដើរគោគេពេញនឹងតែម្ដងប៉ុន្តែអូនគាត់រុះរាយរាក់ទាក់គាត់ហៅយើងផងអីផងគាត់លេងសើចជាមួយយើងដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាជាសាមគ្គីឈ្នះសាមគ្គី fan ខាងណាកំពង់ក្ដីបាទ fan កំពង់ក្ដីហូមួយរងទៀតfan ខាងណាកំពង់ក្ដីបើ fan កំពង់ក្ដីកុំហូឥឡូវហូមួយបាទបងប្អូនទាំងអស់គ្នាគឺដូចឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺថាមានការហូផងអីផងអូសប្បាយខ្លាំងមែនតើមកលេងថ្ងៃនេះអញ្ចឹងបើមានការប្រកួតលើក្រោយទៀតកុំភ្លេចប្រាប់ខ្ញុំផងខ្ញុំនឹងមកទស្សនាទៀតឥឡូវនេះយើងមកមើលសកម្មភាពកីឡាករយើងកំពុងតែលេងបាល់សិនបាទអ្នកទាំងអស់គ្នាឥឡូវគឺការប្រកួតបាល់ទាត់រវាងវិទ្យាល័យកំពង់ក្ដីហើយនិងវិទ្យាល័យសាមគ្គីគឺជិតចប់ហើយប៉ុន្តែលទ្ធផលបច្ចុប្បន្ននេះគឺ3-0អញ្ចឹងយើងគិតថាប្រហែលជាប៉ុណ្្នឹងហើយដែលតែជិតចប់អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើមិនជាមានការខុសឆ្គងត្រង់កន្លែងណាមួយក៏សូមខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលអត់ទាន់បានជួយ follow page កុំភ្លេចចុច follow page ម្នាក់មួយផងដើម្បីគាំទ្រនៅវីដេអូថ្មីទៀតជម្រាបលាជួបគ្នានៅវីដេអូក្រោយ